តើប្រទេសចិនពិតជានឹងខ្លាំងជាងសហរដ្ឋអាមេរិកក្នុងវិស័យយោធានិងអាចក្លាយជាមហាអំណាចលេខ1របស់ពិភពលោកក្នុងរយៈពេល20ឆ្នាំខាងមុខមែនឬក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិភពលោកបានមើលឃើញការកើនឡើងយ៉ាងឆាប់រហ័សនៃអំណាចយោធារបស់ប្រទេសចិនពឹងផ្អែកលើបច្ចេកវិទ្យាបរទេសចិនបានប្រែក្លាយខ្លួនទៅជាប្រទេសដែលអាចផលិតយន្តហោះចម្បាំងនាវាចម្បាំងមីស៊ីលនិងបច្ចេកវិទ្យាយោធាទំនើបដោយខ្លួនឯងការរីកចម្រើននេះបានធ្វើឲ្យមនុស្សជាច្រើនចាប់ផ្ដើមសួរថាតើថ្ងៃណាមួយចិននឹងវាយដាច់សហរដ្ឋអាមេរិកនិងក្លាយជាមហាអំណាចយោធាលេខ1របស់ពិភពលោកដែរឬទេចិនមានកងទ័ពដ៏ធំមួយនិងកំពុងបន្តបង្កើនការវិនិយោគលើវិស័យការពារជាតិជារៀងរាល់ឆ្នាំប្រទេសនេះបានបង្កើតយន្តហោះចម្បាំងចំនួនទី5នាវាផ្ទុកយន្តហោះមីស៊ីលល្បឿនលឿនជាងសម្លេងនិងប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការធ្វើសង្គ្រាមសម័យទំនើបជំនាញជាច្រើនយល់ថានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចិនកំពុងក្លាយជាកម្លាំងយោធាដែលអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកបានយ៉ាងពិតប្រាកដទោះជាយ៉ាងណាការក្លាយជាមហាអំណាចយោធាលេខ1របស់ពិភពលោកមិនមែនអាស្រ័យតែលើចំនួនអាវុធឬចំនួនទាហាននោះទេសហរដ្ឋអាមេរិកនៅតែមានអត្ថប្រយោជន៍សំខាន់ៗជាច្រើនមានកងនាវាផ្ទុកយន្តហោះដ៏ធំបំផុតនិងមានសម្ព័ន្ធមិត្តជាច្រើននៅអឺរ៉ុបអាស៊ីនិងតំបន់ផ្សេងៗទៀតកត្តាទាំងនេះបានផ្ដល់ឲ្យអាមេរិកនូវសមត្ថភាពក្នុងការធ្វើប្រតិបត្តិការយោធាបានស្ទើរតែគ្រប់ទីកន្លែងនៅលើពិភពលោកជាពីនេះទៅទៀតកងទ័ពអាមេរិកមានបទពិសោធន៍ក្នុងសង្គ្រាមពិតជាច្រើនទសវត្សរ៍មកហើយចាប់ពីសង្គ្រាមឈូងសមុទ្រអាហ្វហ្គានីស្ថានរហូតដល់អ៊ីរ៉ាក់អាមេរិកបានសាកល្បងបច្ចេកវិទ្យានិងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងសមរភូមិពិតចំណែកចិនវិញមិនទាន់បានចូលរួមក្នុងសង្គ្រាមទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ20ឆ្នាំខាងមុខអ្នកវិភាគជាច្រើនជឿថាចិននឹងបន្តពង្រីកអំណាចយោធារបស់ខ្លួនយ៉ាងឆាប់រហ័សជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិតយន្តហោះគ្មានមនុស្សបើកសង្គ្រាមអវកាសនិងសង្គ្រាមអ៊ីនធឺណិតប៉ុន្តែទន្ទឹមនឹងនេះអាមេរិកក៏កំពុងវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាទំនើបដូចគ្នាផងដែរឆ្នេះការប្រកួតប្រជែងរវាងប្រទេសទាំងពីរនឹងកាន់តែខ្លាំងឡើងហើយប្រហែលជានឹងកំណត់ទិសដៅនៃអំណាចពិភពលោកក្នុងសតវត្សទី21ជាចុងក្រោយបច្ចុប្បន្ននេះសហរដ្ឋអាមេរិកនៅតែត្រូវបានគេចាត់ទុកថាជាមហាអំណាចយោធាលេខ1របស់ពិភពលោកចំណែកប្រទេសចិនវិញកំពុងខិតជិតតំណែងនោះកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំតើនៅក្នុងរយៈពេល20ឆ្នាំខាងមុខចិននឹងអាចវាយដាច់អាមេរិកបានដែរឬទេគ្មាននរណាម្នាក់អាចឆ្លើយបានច្បាស់លាស់នោះទេប៉ុន្តែអ្វីដែលប្រកាសគឺការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនេះនឹងក្លាយជារឿងដែលពិភពលោកទាំងមូលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់